ចំណុចមួយទៀតយើងដឹងហើយថាផ្លូវលបឿនលឿនក្នុងប្រវត្តិសាស្ត្រខ្មែរអត់ដែលមានទេប៉ុន្តែក៏ប្រៀបធៀបនឹងផ្លូវរបស់សហរដ្ឋអាមេរិកដែលសាងសង់ពីទីក្រុងព្រះសីហនុមករាជធានីភ្នំពេញផ្លូវជាតិលេខ 4 ណាក៏គេធ្វើល្អដែរទសវត្សរ៍ទី 60 នៅក្នុងសម័យព្រះមហាក្សត្របកូណាហើយយើងដឹងហើយថាតំណែងតំណងចិននិងកម្ពុជាប្រវត្តិសាស្ត្រយើងមានតំណែងតំណងយូរមែនតែប្រវត្តិសាស្ត្រខុសគ្នានៅឆ្នាំ1949ចិនបានបង្រួបបង្រួមរវាងចិនដីទឹកនិងចិនដីគោកដោយប្រធានម៉ៅឯកម្ពុជានៅឆ្នាំ1949បានកាត់ដីដល់ទៅ21ខេត្តក្រុងរហូតដល់កោះមួយទៅឲ្យវៀតណាមដោយអាណានិគមនិយមបារាំងណាចិនបង្រួបបង្រួមយើងបាត់ទឹកដីហើយថៃមកឈ្លានពានសប្តាហ៍នេះថៃអត់ស្គាល់ប្រវត្តិសាស្ត្រទេទោះបីតាមសរសេរប្រវត្តិសាស្ត្រនេះយូរណាស់មកហើយថៃកើតនៅសតវត្សទី 12 សតវត្សទី 13 ប្រាសាទទាំងអស់នេះកសាងនៅសតវត្សទី 11 និងដើមសតវត្សទី 12 អញ្ចឹងសុខោរតីកើតអត់ទាន់ទេរឿងស្អីថៃមកប្រកាសថាប្រាសាទនឹងជារបស់អ្នកឯងនេះហើយដែលអ្នកឯងអត់ស្គាល់ប្រវត្តិសាស្ត្ររឿងកន្លងផុតមកហើយតែរឿងនេះជារឿងថ្មីមិនគួរបង្កើតបែបហ្នឹងទេកុំបន្ទោសចិនទៅបន្ទោសខ្លួនឯងមិត្តភាពយើងត្រូវធ្វើឲ្យខ្លួនទៅជាមនុស្សដ៏អស្ចារ្យមួយគ្មានគេហ៊ានប៉ះទេសិង្ហបុរីពីណាទៅប៉ះតូចតែមួយហ្នឹងប្រជាជន 5 លាននាក់ហ្នឹងកម្ពុជា 7 ដល់ 10 លាននាក់យើងត្រូវធ្វើឲ្យខ្លាំងឡើងត្រូវហ៊ានធ្វើខ្លួនឯងអានេះខ្ញុំគ្រាន់តែចង់ជម្រាបជូនដើម្បីផលប្រយោជន៍យើងទាំងអស់គ្នាអញ្ចឹងសួរចិនសួរមិញថាកម្ពុជាប្រើអីជាមួយនយោបាយកម្ពុជាប្រើប្រាស់នយោបាយការចម្រុះពណ៌ពាក្យហ្នឹងនៅក្នុងសភៅខ្ញុំសរសេរតំណែងអន្តរជាតិឃើញអាមេរិកក៏ត្រូវចិនក៏ត្រូវរុស្ស៊ីក៏ត្រូវព្រោះការចម្រុះពណ៌ដូចបណ្ឌិតស៊ិនសំគាត់និយាយថានិយាយពីសមុទ្រចិនខាងត្បូងគេទម្លាក់មកកម្ពុជាប៉ុន្តែកម្ពុជាបានប្រកាន់នូវជំហរយ៉ាងច្បាស់លាស់ពីរទី1ដោះស្រាយដោយទ្វេភាគីរឿងសមុទ្រចិនខាងត្បូងទី2កម្ពុជាប្រកាន់នូវចិនតែមួយនេះគឺជាកិច្ចការដែលយើងត្រូវបានបាទខ្ញុំគ្រាន់តែជម្រាបជូនទេកម្ពុជាគឺជាដុំពេជ្រប្រៀបធៀបចិនគេឧស្សាហ៍ណាស់គេកាប់ភ្នំដាំតែហើយយើងកាប់ភ្នំហើយកាប់ឈើហើយឡើងដាំមកត្រូវហ៊ានពីគេទៅមើលគេសុកចិនណាដីគ្មានសល់ទេដាំគ្មានសល់ទេដាំពោតដាំដលងដាំអីខ្ញុំខំបង្ហាញខ្ញុំខំធ្វើមិនមែនបណ្ឌិតនេះមានតែទ្រឹស្ដីឯងបានធ្វើទៀតប៉ុន្តែរហូតដល់គេដៀវខ្ញុំថាខ្ញុំធំឡើងលឿនពេកបើអត់ចេះរៀបចំខ្លួនទៅដាំអីចឹងមិនមែនទេចឹងយើងទៅរួមគ្នាទាំងអស់គ្នាធ្វើដើម្បីផលប្រយោជន៍យើងដើម្បីផលប្រយោជន៍ជាតិយើងហូបរបស់យើងប្រទេសកសិកម្មមិនត្រូវនាំផលិតផលកសិកម្មមិនត្រូវបង្កើនហើយនាំចេញហើយក៏សូមសំណូមពរទៅខាងភាគីចិនដែរថាផលិតផលរបស់ខ្មែរនាំចេញពីខ្មែរដូចជាមានខ្មែរយើងហៅតងែននាំពីថៃនាំពីខ្មែរទៅតឡងដូចគ្នានាំពីវៀតណាមមិនក៏មិននាំពីខ្មែរទៅកពើដូចគ្នាខេត្តសៀមរាបខ្វាយអរគុណលោកជំទាវទូតតែគាត់និយាយអំពីបឹងទន្លេសាបគឺជាមហាសាលរបស់កម្ពុជាខ្ញុំបានធ្វើអ្វីច្រើនណាស់ទន្លេសាបរហូតដល់វះដៃខ្ញុំបាទពីដើមគេជេរខ្ញុំគ្រប់គ្នាណាពីដើមមួយសម្រាប់បានតែ150គីឡូឯងឥឡូវបាន10តោនកន្លះបាទខ្ញុំធ្វើនេះដើម្បីអីព្រោះអានប្រវត្តិសាស្ត្រឃើញខ្ញុំមានបញ្ហាផ្នែកខ្ញុំអានប្រវត្តិសាស្ត្រអញ្ចឹងខ្ញុំសង្ឃឹមជឿជាក់ពេលវេលាសូមភ័យទោសតែនិយាយចេះទៅសូមនឹងមិនបន្តទៀតទេហើយ